ជំរាបសួរអ្នកទាំងអស់គ្នាវីដេអូមួយនេះគឺជាវីដេអូភាគទី8ហើយដែលយើងនឹងនិយាយពាក់ព័ន្ធជាមួយនឹងចំណុច grammar ដែលយើងបានដកស្រង់ចេញពីសៀវភៅ beginner មួយនេះដូច្នេះសម្រាប់អ្នកទាំងអស់គ្នាដែលមិនទាន់បាននៅឯកសារជា PDF នៃវិជ្ជាករសៀវភៅមួយហ្នឹងអ្នកទាំងអស់គ្នាអាច join link Telegram ខាងក្រោមទៅដើម្បីទៅ print กระดาษហ្នឹងហើយមក take note រាល់ចំណុចណាមួយដែលអ្នកទាំងអស់គ្នាស្ដាប់អូខេហើយមួយទៀតសម្រាប់អ្នកទាំងអស់គ្នាដែលមិនទាន់បានទៅមើលវីដេអូមេរៀនទី1ទី2ទី3ទី4ទី5ទី6ហើយនិងទី7អ្នកទាំងអស់គ្នាគួរតែទៅមើលវាសិនទៅដើម្បីជាចំណុចផ្ដើមនៃការរៀនវិជ្ជាករនៃភាសាអង់គ្លេសសម្រាប់អ្នកទាំងអស់គ្នាដែលជាអ្នករៀនដំបូងហ្នឹងអូខេអញ្ចឹងមួយវិញទៀតសម្រាប់អ្នកទាំងអស់គ្នាដែលចាប់អារម្មណ៍នៃការសិក្សានៃសៀវភៅ beginner មួយនេះហើយអ្នកទាំងអស់គ្នាចង់រៀនជាមេរៀនដែលមានលក្ខណៈច្បាស់លាស់អ្នកទាំងអស់គ្នាអាចចុះឈ្មោះចូលរៀនបានអូខេអញ្ចឹងលក្ខណៈនៃការសិក្សារបស់យើងនៃសៀវភៅមួយនេះដែលជាអ្នកចាប់ផ្ដើមរៀនភាសាអង់គ្លេសដំបូងហ្នឹងជាជំនាញដំបូងគឺយើងត្រូវឆ្លងកាត់ពាក្យនៃមេរៀននីមួយៗសិនដោយដែលអ្នកទាំងអស់គ្នាឃើញនៅលើ screen អញ្ចឹងពាក្យទាំងអស់ហ្នឹងគឺយើងត្រូវសិក្សាហើយយើងមានប្រយោគហើយយើងមានបកប្រែខ្មែរឲ្យអ្នកទាំងអស់គ្នាពេលដែលយើងចេះអានចេះបង្កើតប្រយោគហើយបានយើងចូលទៅកាន់ចំណុចវិជ្ជាករនៃមេរៀននីមួយៗបន្ទាប់ពីយើងបញ្ចប់ពាក្យបញ្ចប់វិជ្ជាករបានយើងចូលទៅកាន់មេរៀនតែមេរៀនរបស់យើងហ្នឹងគឺយើងនឹងពង្រឹងពាក់ព័ន្ធជាមួយនឹង listening ការស្ដាប់អ្នកទាំងអស់គ្នា reading ការអាន writing ការសរសេរអីជាដើមគឺយើងនឹងពង្រឹងអ្នកទាំងអស់គ្នាទាំងអស់តែម្ដងម្យ៉ាងវិញទៀតពេលដែលអ្នកទាំងអស់គ្នាមានសំណួរផ្សេងគឺអ្នកទាំងអស់គ្នាអាចសួរបានរាល់ចំណុចអីដែលអ្នកទាំងអស់គ្នាឆ្ងល់អូខេអញ្ចឹងបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍នៅវគ្គសិក្សានៃសៀវភៅមួយហ្នឹងគឺអ្នកទាំងអស់គ្នាអាចចុះឈ្មោះចូលរៀនបានម្យ៉ាងវិញទៀតគឺយើងនឹង free ឲ្យមួយ course ទៀតដែលអត់គិតថ្លៃគឺយើងនឹង free វីដេអូពាក់ព័ន្ធជាមួយនឹងការទាំង12នៃភាសាអង់គ្លេសនេះអូខេអញ្ចឹងគឺវាចំណេញមែនទេសម្រាប់អ្នកទាំងអស់គ្នាដែលចង់រៀនភាសាអង់គ្លេសកម្រិតដំបូងហ្នឹងអូខេអញ្ចឹងកុំឲ្យខាត់ពេលវាយូរយើងចូលទៅកាន់វិជ្ជាករនៃមេរៀនទី8នៃសៀវភៅមួយនេះតែម្ដងឥឡូវយើងក៏លេខមកមើលពាក់ព័ន្ធជាមួយនឹង grammar របស់យើងបន្តទៀតពាក់ព័ន្ធជាមួយនឹងមេរៀនទី8របស់យើងអូខេតោះឥឡូវយើងក៏លេខមកមើល 8.1 8.1 there is ហើយនិង there are អូខេ there is ហើយនិង there are អញ្ចឹង there is ហើយ there are ទាំងពីរហ្នឹងន័យវាដូចគ្នាទេដែលបកប្រែជាភាសាខ្មែរមានន័យថាមានដូច្នេះមានន័យថា there is ក៏បកប្រែថាមាន there are ក៏បកប្រែថាមានដែរអូខេប៉ុន្តែទោះបីជាការបកប្រែវាដូចគ្នាមែនប៉ុន្តែក្នុងវេយ្យាករណ៍នៃភាសាអង់គ្លេសពីរហ្នឹងគឺវាមានលក្ខណៈខុសគ្នាពេលដែលយើងប្រើប្រាស់ជាក់ស្ដែងអញ្ចឹងជាទូទៅពេលដែលយើងប្រើ there is គឺជាទូទៅគឺយើងបូកជាមួយនាមណាដែលមានតែមួយអូខេចំណែក there are គឺយើងបូកជាមួយនាមណាដែលមានចំនួនច្រើនឥឡូវយើងក៏លេខមកមើលឧទាហរណ៍មួយពាក់ព័ន្ធជាមួយនឹង there is ឧទាហរណ៍ថា there is a pen មានន័យថាមានប៊ិចចំនួន1ប៉ុន្តែបើយើងចង់និយាយថាមានប៊ិចចំនួន2ដើមអូខេអញ្ចឹង pens របស់យើងគឺត្រូវ add s អញ្ចឹងពេលហ្នឹងហើយដោយសារតែប៊ិចមានចំនួន2ដើមចំនួនវាចាប់ពី2ឡើងទៅអញ្ចឹងគឺយើងប្រើប្រាស់ជាលក្ខណៈ there are វិញអូខេ there are two pens នេះហើយគឺជាលក្ខណៈខុសគ្នារវាង there is ហើយនិង there are អូខេខាងលើយើងបកប្រែថាមានប៊ិចចំនួន1ដើមចំណែកប្រយោគខាងក្រោមនេះមានប៊ិចចំនួន2ដើមអូខេនឹងហើយគឺជាលក្ខណៈរបស់លក្ខណៈខុសគ្នារវាង there is ហើយនិង there are នេះគឺជាឧទាហរណ៍ត្រួសគ្រាន់តែជាក្បាលដំបូងឲ្យយើងយល់សិនណាឥឡូវយើងមកមើលកលេចមកមើលទម្រង់របស់យើងដែលក្នុងនោះគឺគេបានលើកយកទម្រង់ positive negative ហើយនិង questions អូខេឥឡូវយើងមកមើលតើទម្រង់ទាំង3ហ្នឹងវាមានលក្ខណៈខុសគ្នាដូចម្ដេចឥឡូវយើងនិយាយអំពីទម្រង់ positive មុនដែលមានន័យថាស្របឧទាហរណ៍របស់គេគឺ there's a sofa in the living room អូខេមានន័យថាមានសាឡុងមួយនៅក្នុងបន្ទប់ទទួលភ្ញៀវអូខេ there's នេះគឺជាទម្រង់កាត់អូខេវិញទម្រង់ពេញរបស់យើងគឺយើងអាចដាក់ there is អូខេចឹងយើងអាចសរសេរមក there is a sofa in the living room មានន័យថាបន្ទប់ទទួលភ្ញៀវអូខេអញ្ចឹងចំណុចពីរប្រយោគពីរហ្នឹងគឺវាមានន័យដូចគ្នាទេគ្រាន់តែវាខុសគ្នាកន្លែង there's ជាមួយនឹង there is តែប៉ុណ្ណោះអូខេឥឡូវយើងមកមើលបន្តទៀតពាក់ព័ន្ធមួយ there are វិញម្ដងចំពោះខាងលើនេះគឺយើងបាននិយាយពី there's អូខេខាងក្រោមនេះគឺយើងនិយាយពី there are អូខេ yes
Chứ như mới there are 2 bedrooms in my house mình miếng bình miếng bình tục kiến cho nên phí ok nơiក្នុងផ្ទះរបស់ខ្ញុំអញ្ចឹងយើងមូលហេតុអីបានកន្លែងនេះគេប្រើ there are គេមិនប្រើ there is នេះទៅមូលហេតុដោយសារតែបន្ទប់គេហ្នឹងវាមានចាប់ពីចំនួន2មានន័យថាវាមាន2អញ្ចឹង2ហ្នឹងវាជាចំនួនច្រើនអញ្ចឹងពេលដែល bedrooms វាជាចំនួនច្រើនអញ្ចឹងគឺយើងប្រើជាមួយនឹង there are គឺយើងមិនប្រើជាមួយ there's ទេប៉ុន្តែបើករណីថាបន្ទប់គេមានតែមួយអញ្ចឹងគឺយើងប្រើ there is វិញអូខេបើករណីថាបន្ទប់គេមានតែមួយ there is a bedroomអញ្ចឹងអាហ្នឹងគឺយើងប្រើជាមួយនឹង there is វិញអូខេអញ្ចឹងសង្ឃឹមថាយើងយល់រវាង there is ហើយនឹង there are អូខេ yes អូខេតោះឥឡូវយើងចប់ពាក់ព័ន្ធជាមួយនឹងទម្រង់ positive យើង move to ចំណុចមួយទៀតពាក់ព័ន្ធជាមួយនឹង negative វិញម្ដង negative មានន័យថាបដិសេធណាឥឡូវយើងកន្លែងមកមើលឧទាហរណ៍ there isn't a TV មានន័យថាមិនមានទូរទស្សន៍មួយទេតោះខាងក្រោមនេះវិញគឺតាក់ទងជាមួយ there aren't អូខេឬក៏ there are not ហ្នឹងអូខេ there aren't any photos មិនមានរូបភាពជាច្រើនទេអូខេអញ្ចឹងចំពោះ there isn't ហ្នឹងវាជាទម្រង់កាត់បើទម្រង់ពេញរបស់វាគឺ there is not អូខេប៉ុន្តែ is not ហ្នឹងគឺយើងស្មើនឹង isn't អូខេនេះគឺជាទម្រង់ពេញអូខេចំណែកខាងក្រោមវិញបើយើងចង់សរសេរជាទម្រង់ពេញ there are ហ្នឹងទៅជា there are not អូខេ there are not any photos photo របស់យើងគឺត្រូវ add s អូខេមានន័យថាมันមានរូបភាពមួយចំនួនទេឬក៏มันមានរូបភាពខ្លះទេអូខេកន្លែងនេះយើងអានថា isn't អូខេគឺជាទម្រង់កាត់របស់ is not ចំពោះ aren't គឺជាទម្រង់កាត់របស់ are not ឥឡូវយើងមើលចំណុចបន្តទៀតពាក់ព័ន្ធជាមួយនឹង questions វិញម្ដងចំពោះ question មានន័យថាជាប្រភេទសំណួរអូខេ is there a TV in the kitchen ដែលមានន័យថាតើមានទូរទស្សន៍មួយគ្រឿងនៅក្នុងផ្ទះបាយដែរទេអូខេចឹងខ្ញុំប្រើពាក្យ is there ដោយសារ TV នេះគឺមានមួយគ្រឿងប៉ុន្តែយើងមកមើល are there នេះវិញយើងដាក់ are there ដោយសារតែ magazines នេះដែលមានន័យថាទស្សនាវដ្តីហ្នឹងគឺគេមាន s មានន័យថាវាមានចំនួនច្រើន are there any magazines on the table តើមានទស្សនាវដ្តីមួយចំនួននៅលើតុដែរទេអូខេឥឡូវយើងមកមើលប្រភេទ how many lamps are there ដែលបកប្រែខ្មែរមានន័យថាតើមានអំពូលភ្លើងចំនួនប៉ុន្មានអូខេអញ្ចឹងយើងអាចដឹងហើយថាខាងលើនេះគឺគេប្រើ is there ដោយសារតែ TV របស់យើងមានមួយយើងប្រើ are there ដោយសារ magazines របស់យើងមានច្រើនចំណែក how many lamps are there យើងប្រើ are there ដោយសារតែ lamps របស់យើងគឺយើងផ្ដោតទៅលើចំនួនអំពូលច្រើនឥឡូវយើងមកមើលការឆ្លើយរបស់គេវិញពាក់ព័ន្ធជាមួយនឹងប្រភេទ is there ឬក៏ជាការប្រភេទឆ្លើយដែលបែប yes no វាមាន yes ហើយនិង no แล้วសំណួរគេសួរថា is there TV in the bedroom តើមានទូរទស្សន៍មួយគ្រឿងនៅក្នុងបន្ទប់គេងដែរទេអញ្ចឹងបើករណីថាយើងឆ្លើយ yes គឺយើងឆ្លើយថា yes there is ប៉ុន្តែបើករណីថាអត់មានយើងឆ្លើយ no វិញគឺ no there isn't អូខេ yes there is មានន័យបាទឬចាស់មាន no there isn't វិញគឺមានន័យថាទេមិនមានទេអូខេឥឡូវយើងមកមើលចំពោះ are there វិញម្ដងអញ្ចឹងចំពោះ are there ការឆ្លើយរបស់វាក៏វាមិនខុសអីពី is there ដែរឥឡូវយើងមកមើលឧទាហរណ៍ are there any photos on the wall តើមានរូបភាពមួយចំនួននៅលើជញ្ជាំងដែរទេកាលណាយើងឆ្លើយ yes there are បាទឬក៏ចាស់មាន no there aren't ទេមិនមានទេអូខេនេះយើងបញ្ចប់ពាក់ព័ន្ធជាមួយនឹង there is និង there are ឥឡូវយើង move to ចំណុចបន្តទៀតពាក់ព័ន្ធជាមួយនឹង 8.2 8.2ទាក់ទងជាមួយនឹង prepositions តើអ្វីទៅជា prepositions ចឹងក្នុងចំណុចនេះយើងអាចយល់ជាភាសាខ្មែរបន្តិចសិន prepositions បកប្រែខ្មែរមានន័យថាធ្នាក់អូខេប៉ុន្តែក្នុងចំណុចមួយនេះគឺចង់ឲ្យអ្នកទាំងអស់គ្នាយល់ prepositions ដែលក្នុងនោះគឺយើងបានលើកយក in on under ជាមួយនឹង next to ចឹងយើងអាចដឹងចំនួន4នេះសិនអូខេដែល4ហ្នឹងហើយវាជា prepositions អូខេ in មានន័យថានៅខាងក្នុងឃើញគេមានប្រអប់មួយហើយគេដាក់ពាក្យហ្នឹងនៅខាងក្នុងចឹង in នៅខាងក្នុងគេមានប្រអប់មួយហើយដាក់ on ចឹង on ហ្នឹងមាននៅខាងលើចំពោះមានប្រអប់មួយហើយមានពាក្យ under មាននៅខាងក្រោមចំពោះ next to វិញយើងអាចបកប្រែថានៅបន្ទាប់ពីអូខេ yes ឥឡូវយើងមកមើលឧទាហរណ៍ពាក់ព័ន្ធជាមួយនឹង in the credit cards are in the drawer អូខេមានន័យថា credit card អាកាសធនាគារអូខេមានកាតអូខេមានន័យថាកាតហ្នឹងគឺនៅក្នុងថតតុ drawer នេះយើងបកប្រែថាថតអូខេអញ្ចឹងមានកាតគឺនៅក្នុងថត
ok chẳng in cứ nơi hàng nọ dưới mưa hàng này cái per a đang mua hay đây per a rồi sang tại credit card cứ miền a chẳng bởi miền a Bismarck subject đẩy chẳng như anh vậy đẩy á in the drawer ok ní còn đây dương trong một hai nhà tàu nhé bạn point cho mình được credit card và chúng nó bị subject mà subject đẩy chẳng anh đẩy bạn cái per cho mình à bạn thấy bởi credit card bao nhiêu ở miền a dương per cho mình credit card bao nhiêu ở a dương as per it bạn ok it is chẳng nào okต่อแล้วยังมูทุกจุดหน่อยต่อที่แปะพอนจมูก on nơi khẳng lửa there's a lamp on the bedside table there's a lamp on the bedside table trong bên đây thằng miếng ống pú muối nơi lứa tóc ok bedside mình là tóc nó cứ viên nơi này một khang đấy này kẻ được theo dương miên kẻ kia má hay tóc nơi lứa ba kẻ bao giờ nơi này một khang nó cái áo chúng ta bedside table này ok yes chẳng lại ní cái per DS là chuyện there is là sao tại làm bao nhiêu mình là một trường chẳng cái per DS rồi có tầm rộng pin bao viết cứ there is ok there is a lamp on the bedside table ấy lấy dưới mà mưa và to tiếp cận on thì mình under này càng còng the trainers are under the bed ok trainers là những cái bài chương và phiên cây lá chẳng miên bài chương cứ nới càng còng kẻ chứ nhưng mà mất lại những cái per á để sang tại trainers ní vì mình bài chương mặc cù chứ vẽ qua một bài trước cứ Bismarck subject đợi vậy ok chắc đấy cái giống per cho mùi nó ok chắc là cái giống per á nó the trainers are under the bed bài trước cứ nới khẳng còng kẻ lấy giống mà mưa và to tiếp vẽ qua một next to mình đây thả bằng topic bị there are some photos next to the books again một đoạn tiếp there are some photos next to the books tại bên đây thá miến rụp thót khá rồi có rụp thót mà chân nuốt nấu và topic sự phở ok yes chính như mà mưa lại lấy some photos vì mình chân nuốt trái chẳng cái phở cho mình để cái để xa tại rụp hiệp nếu vì mình chân nuốt trái hay những đặt preposition bao giờ mất tổng tiết đặt the books miễn rụp hiệp khá rồi có rụp thọt mà chỉ nuốt nơi bình topic sự phơi chia chỉ trả ok ấy lấy sẵn mà với các con một prepositions bọc hẹp chỉ bị sạc máy mình là thân nét how dương vì mình thân nét vì mình chờn vì mình men tại buồn năng thế vì mình chỉ trả tiền còn tái dương thời qua là buồn năng sẵn tới đẳng bởi chỉ một tháng này ca hiện bao nhiêu đại in on under next to thì dương chụp nhận nhỏ mình tiền ok chẳng là biệt phở bao biến chỉ thì in bốn cái dân thợ miến subject môi máu được credit card chấm tao mà tiếp cái dân thợ đã verb to be chấm vì một preposition này cứ thợ miến verb to be hay tao mà tiếp cứ thợ miến object chấm không form lại này dương hoặc tiên chỉ form sentence sầm ai nhặt để dốt riêng anh chỉ bạn thay giờ subject ok plus dùng môi động verb to be bao nhiêu ok và tao mà tiếp cái dân đã preposition ok anh ấy ở đời xa tại dương aiจะตามmột cái họ bao giờ sao đó vì mình form mà vì mình đào từ lươn năng tầng o tề ok chấm plus cho môi năng object ok cái lấy dương ai thì đăng thà the credit cards này với chữ subject ok này cứ chữ verb to be bao giờ trong này preposition bao giờ cứ in ok the drawer bao giờ này cứ chữ object cái lấy dương mà mưa tiêu họ ăn khởi này phải on với on bên này thà there's a lamp này dương ai chặt tốt tha anh ấy cạnh này ra form này nó biết copy này tiệt đấy ok để sao thì mình biết there's ok vấn đề này dân tiếp chào sẵn lấy dân mà mơ biết the trainers này bây giờ chắp tục the trainers cứ việc chắp tục về chia subject cho mẹ a này cứ chia verb to be under này cứ chia preposition trong này the bed này việc chắp tục về chia object ok yes lấy chúng ta để ni vĩnh hay là để ni vĩnh việc form mà viết viên áp chặt tục là biểu hiện sen bị càng lớn tích và dân tiên form viết mất cái chuyện để is ok rồi có để ok để is rồi có để và to mất tiếp cái dân thử plus môi nó preposition ok để is rồi có để plus môi nó còn plus preposition cứ dân plus môi nó noun chân nên chúng ta noun này nó cứ đào từ lứa vì noun và time s rồi còn noun mình và time ok tao mà tiếp bản bộ chụp môi năng preposition bên đây thật nhé tao mà tiếp chạm đến plus môi năng object bao nhiêu lấy dương mình chạy form there is bao nhiêu này nhỉ
there is គឺ there is មកដដែល a lamb នេះគឺយើងចាប់ទុកវាជា noun អូខេចំណែកឯ on នេះគឺយើងចាប់ទុកវាជា preposition មកចំណែកឯ the bedside table នេះយើងចាប់ទុកវាជា object ចំពោះ there are នេះគឺ there are របស់យើងហ្នឹងដែលយើងនិយាយហ្នឹងអូខេ noun របស់យើងនេះគឺផ្ដោតទៅលើ plural noun អូខេ next to នេះវាជា preposition ចំណែក the books នេះវាចាប់ទុកវាជា object អូខេតោះឥឡូវយើងបានសង្ខេបហើយពាក់ព័ន្ធជាមួយចំណុច prepositions អូខេអញ្ចឹងយើងព្យាយាមតែងប្រយោគណាអូខេយើងព្យាយាមតែងប្រយោគហើយយើងអាចតម្លាក់នៅខាងក្រោមដើម្បីឲ្យចូលបានដឹងផងអូខេតោះឥឡូវយើងមកមើលចំណុចបន្តទៀតពាក់ព័ន្ធជាមួយនឹង 8.3 ចំពោះ 8.3 នេះគឺតាក់ទងជាមួយនឹង Sam ហើយ Annie តើ Sam ហើយ Annie ពីរហ្នឹងវាមានលក្ខណៈខុសគ្នាដូចម្ដេចអញ្ចឹងចំពោះ Sam ហើយ Annie ពីរហ្នឹងគឺមានន័យដូចគ្នាទេវាដូច there is ហើយ there are ដែរប៉ុន្តែការបកប្រែរបស់វាគឺវាអាចបកប្រែចំនួន2ហើយបកប្រែខ្លះក៏បានមួយចំនួនក៏បានដែរអូខេខ្ញុំចង់បកប្រែមួយណាក៏បានដែរអត់ចោលជាបញ្ហាអីទេប៉ុន្តែពីរនេះយើងបកប្រែដូចគ្នាណាអូខេបកប្រែដូចគ្នាទេប៉ុន្តែការប្រើប្រាស់ក្នុងប្រយោគគឺវាមានលក្ខណៈខុសគ្នាឥឡូវយើងមកមើលទម្រង់មួយតាក់ទងជាមួយនឹង positive សិន positive អញ្ចឹងយើងអាចទាយដឹងថា we use some in positive sentences មានន័យថាពួកយើងប្រើប្រាស់ some នៅក្នុងទម្រង់ positive មានន័យស្របឥឡូវយើងមកមើល there are some books មានន័យថាមានសៀវភៅខ្លះអញ្ចឹងកន្លែងនេះយើងប្រើ some ដោយសារតែប្រយោគរបស់យើងវាស្ថិតនៅក្នុងប្រយោគស្របអូខេប៉ុន្តែបើប្រយោគនោះប្រយោគបដិសេធគឺមានន័យថា there aren't អូខេបើយើងដាក់ some ដដែលចេះ some books អូខេអញ្ចឹងប្រយោគនេះគឺវាមិនត្រឹមត្រូវទេប្រយោគនេះគឺខុសមូលហេតុដោយសារតែ some របស់យើងនេះវាមិនអាចប្រើក្នុងប្រយោគបដិសេធបានទេគេប្រើបានតែក្នុងប្រយោគស្របតែប៉ុណ្ណោះអញ្ចឹងប្រយោគ there aren't some books នេះគឺវាមិនត្រឹមត្រូវទេឥឡូវយើងមកមើលពាក់ព័ន្ធជាមួយ any វិញម្ដង any គឺគេនិយាយថា we use any in questions and negative អញ្ចឹងការប្រើប្រាស់ any គឺខុសពី some វាផ្ទុយគ្នាដែរ any គឺប្រើក្នុង question ហើយ negative អូខេឥឡូវយើងមកមើលឧទាហរណ៍នៅក្នុងទំនុក question does he have any photos តើគាត់មានរូបថតខ្លះដែរឬទេអញ្ចឹងឡើយនេះហេតុអីបានគេមិនប្រើ some ដោយសារតែវាស្ថិតនៅក្នុងប្រភេទសំណួរអញ្ចឹងគឺគេត្រូវប្រើ any គេប្រើ some ទេឥឡូវយើងមើលឧទាហរណ៍មួយទៀតពាក់ព័ន្ធជាមួយនឹង negative របស់យើងអញ្ចឹងចំពោះ negative គឺ there aren't any lamps មានន័យថាមានអំពូលខ្លះអញ្ចឹងមានន័យថាកន្លែងនេះគឺគេប្រើ any ដោយសារប្រយោគរបស់យើងជាប្រភេទ negatives អូខេវាជាប្រយោគបដិសេធអញ្ចឹងគឺគេប្រើ any សួរពីរហ្នឹងបើយើងប្រើ some បាននេះចំនួន any ហើយ some បាននេះគឺមិនបានទេគឺវាអត់ត្រឹមត្រូវទេអូខេអញ្ចឹងក្នុងចំណុចកន្លែងហ្នឹងគឺយើងព្យាយាមយល់ប៉ុណ្ណឹងសិនទៅថា some ប្រើក្នុង positive any គឺប្រើក្នុងប្រយោគសំណួរហើយនឹងបដិសេធអូខេអញ្ចឹងចំពោះ grammar របស់យើងពាក់ព័ន្ធជាមួយនឹងមេរៀនទី8គឺត្រូវបានបញ្ចប់